តាមសឹងមិនទាន់លោកត្រាំប្រកាសថាឈប់ដំឡើងពន្ធលើបណ្ដាប្រទេសអឺរ៉ុបរឿងកោះ Greenland វិញហើយក្រោយជួបជាមួយមេធំរបស់អង្គការ NATO ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធទី21 ខែមករា ឆ្នាំ2026បានប្រកាសគួរឲ្យភ្ញាក់ផ្អើលថាលោកឈប់ដំឡើងពន្ធលើបណ្ដាប្រទេសអឺរ៉ុបដែលជំទាស់នឹងមហិច្ឆតារបស់លោកដែលចង់ដណ្ដើមកាន់កាប់កោះ Greenland វិញហើយបញ្ជាក់ថាលោកនឹងមិនប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមកាន់កាប់កោះ Greenland នោះឡើយព្រោះសហរដ្ឋអាមេរិកបានឈានដល់ក្របខ័ណ្ឌកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះជុំវិញបញ្ហាកោះ Greenland រួចទៅហើយនេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃប្រហោះទី22 ខែមករា ឆ្នាំ2026នេះការប្រកាសរបស់លោក Donald Trump ពីទីក្រុង Davos ប្រទេសស្វីសនេះបង្ហាញពីការបន្ទន់អេរយាប័តយ៉ាងខ្លាំងពីការបញ្ចេញវោហារសាស្ត្រវាយប្រហារធ្ងន់ធ្ងរដែលលោកបានលើកឡើងប៉ុន្មានសប្តាហ៍មកនេះដែលបានធ្វើឲ្យរង្គោះរង្គើសម្ព័ន្ធមិត្តនៃអង្គការបកសម្ព័ន្ធយោធា NATO និងដែលធ្វើឲ្យពិភពលោកប្រឈមហានិភ័យធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មអន្តរជាតិជាថ្មីសូមបញ្ជាក់ថាលោក Donald Trump កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅបានគម្រាមថាលោកនឹងដាក់ពន្ធ 10% លើទំនិញពីប្រទេសចំនួន 8 នៅអឺរ៉ុបគឺប្រទេសដាណឺម៉ាក ណ័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់និងវ៉ាំងឡង់រហូតដល់ពួកគេយល់ព្រមគាំទ្រមហិច្ឆតារបស់លោកក្នុងការទិញយកកោះ Greenlandហើយជាការឆ្លើយតបបណ្ដាប្រទេសនៅសហភាពអឺរ៉ុបបានគម្រាមពិចារណាចាត់វិធានការតបតរួមទាំងការពិចារណាដាក់ពន្ធសងសឹកលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកទៅកាន់សហភាពអឺរ៉ុបដែលមានទំហំប្រមាណ$108,000 លានផងដែរដោយធ្វើឲ្យសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកដែលជាបងធំទី1របស់ពិភពលោកនិងសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តចាស់ដ៏ស្អិតល្មួតឈានដល់ការប្រេះឆាកាន់តែខ្លាំងប៉ុន្តែបន្ទាប់ពីបានជួបជាមួយអគ្គលេខាធិការនៃអង្គការបកសម្ព័ន្ធយោធា NATO លោក Mark Rutte នៅប្រទេសស្វីសលោក Donald Trump បាននិយាយថាសហរដ្ឋអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តបានឈានដល់ក្របខ័ណ្ឌកិច្ចព្រមព្រៀងថ្មីមួយជុំវិញបញ្ហាកោះ Greenland ដែលមានប្រជាជនចំនួន 57,000 នាក់ដើម្បីបំពេញបំណងប្រាថ្នារបស់លោក Donald Trump ក្នុងការពង្រីកការកសាងប្រព័ន្ធមីស៊ីលការពារដែនអាកាសឬសំណាញ់មេឃដ៏អស្ចារ្យមានឈ្មោះថា Golden Dome របស់សហរដ្ឋអាមេរិកនិងការទទួលបានរ៉ែសំខាន់ខណៈដែលរារាំងមហិច្ឆតារបស់មហាយៈចិននិងរុស្ស៊ីនៅក្នុងតំបន់ទឹកកកអាក់ទិកលោក Trump បានថ្លែងទៅកាន់ក្រុមនាយកព័ត៌មានថាវាជាកិច្ចព្រមព្រៀងដែលគ្រប់គ្នាពេញចិត្តខ្លាំងវាជាកិច្ចព្រមព្រៀងរយៈពេលវែងវាធ្វើឲ្យគ្រប់គ្នាស្ថិតក្នុងជំហរល្អជាពិសេសទាក់ទិនសន្តិសុខនិងរ៉ែលោក Donald Trump បានបន្ថែមថាវាជាកិច្ចព្រមព្រៀងដែលមានជារៀងរហូតខ្ញុំមុនីវ័នពី RT News